កាលពី40ឆ្នាំមុននៅតៃវ៉ាន់វាគឺជាជីវិតដ៏សកម្មនិងសាមញ្ញពិតប្រាកដជីវិតរបស់មនុស្សគ្រប់រូបគឺស្មោះត្រង់ណាស់សូម្បីតែមនុស្សជាច្រើនក៏រស់នៅក្នុងភាពក្រីក្រដែរនៅជនបទបាទមានប្តីប្រពន្ធមួយគូនឹងឈ្មោះអាវ៉ង់និងអាសៀដើម្បីតែជីវភាពគ្រួសារអាវ៉ង់នឹងគឺដើររើអេតចាយយ៉ាងទៅហើយក៏បានរៀនសូត្រដែរចំណែកអាសៀវិញនៅផ្ទះជួយប៉ះដេកកៅអៅឬមួយក៏ធ្វើម្ហូបមើលកូនគ្រួសារនឹងក្រីក្រក្នុងផ្ទះមានកូនស្រីម្នាក់ទើបតែ2ឆ្នាំគ្រប់2ឆ្នាំតែប៉ុណ្ណោះក្នុងគ្រួសារមានកូនប្រុសម្នាក់ទើបតែកើតបានបន្តិចឈ្មោះជីហុងហើយអ្វីក្តៅយ៉ាងនេះមិនត្រូវទេអាវ៉ង់អ្នកក្រៅឡើងទៅស្រែកឮខ្លាំងម្លេះថ្ងៃជីហុងក្តៅខ្លាំងណាស់ជីហុងកើតអីក្តៅហេតុអីក្តៅម្លេះធ្វើយ៉ាងម៉េចទៅបញ្ញាប់ទៅរកពេទ្យទៅប៉ុន្តែវាពាក់កណ្ដាលទេទៅហើយបើមិនដូច្នោះទេនាំទៅ clinic នៅភូមិយើងសិនទៅបានអត់ល្អបញ្ញាប់ទៅគ្រូពេទ្យបាក់ទ្វារគ្រូពេទ្យពីនឹងមកកូនប្រុសខ្ញុំកើតអីផងបាទចូលមកពេទ្យកូនប្រុសខ្ញុំជីហុងគាត់កើតអីឲ្យប្រកាសកូនរបស់អ្នកតំណងជាបានកើតនៅជំងឺរលាកស្រោមខួរកំពុងពេញនិយមរលាកស្រោមខួរក្បាលclinicរបស់ខ្ញុំតូចគ្មានថាពិសេសសម្រាប់ព្យាបាលនៅជំងឺនេះទេអ្នកបញ្ញាប់បញ្ជូនកូនអ្នកទៅមន្ទីរពេទ្យទៅនៅក្នុងក្រុងទៅបញ្ញាប់ឡើងបើយឺតជាងនេះគឺមិនតាន់ទេអ្នកប្រញាប់បីទៅមន្ទីរពេទ្យធំក្នុងទីក្រុងនោះទៅអាសៀអ្នកមិនដឹងទេមន្ទីរពេទ្យនោះថ្លៃហួសណាស់ថ្លៃខ្លាំងណាស់យើងមានលុយអាណាទៅទីនោះទៅដើម្បីស្រងូតជីវិតកូនជារឿងសំខាន់បំផុតខ្ញុំត្រឡប់ទៅផ្ទះម្ដាយខ្ញុំខ្ចីលុយសិនប្រញាប់ទៅល្អតោះយើងបងស្រីកើតអីអ្នកបើកបរនោះពិតជាគ្មានមនសិការសោះបើកិច្ចទៅបាត់ហើយអូយជើងខ្ញុំឈឺណាស់ជើងបងរបួសធ្ងន់ណាស់បងមានកាត់អីទេជើងបងហូរឈាមហើយពិតជាធ្ងន់ណាស់ខ្ញុំនាំទៅរកពេទ្យកុំវល់បងខ្លួនឯងក៏ពិបាកនឹងការពារដែរនៅគិតគូរពីកូនប្រុសទៀតចិត្តពិតជាមេដាល្អក្រៅមេឃមែនល្អហើយខ្ញុំនាំបងទៅប្រយ័ត្នបន្តិចមិនដឹងឥឡូវយ៉ាងម៉េចហើយទេពិតជាបញ្ញាប់ស្ងស្លាប់ពេទ្យកូនប្រុសខ្ញុំជីហុងឥឡូវនេះយ៉ាងម៉េចហើយសំណាងឲ្យបានបញ្ជូនមកពេទ្យតាន់ពេលវេលាកូនប្រុសរបស់អ្នកឥឡូវមានសុវត្ថិភាពហើយចាំបន្តិចបាទជួបកូនប្រុសរបស់អ្នកហើយល្អណាស់ជីហុងរបស់យើងលើកនេះអាចមានសុវត្ថិភាពហើយពិតជាត្រូវថ្លែងអំណរគុណដល់ព្រះពោធិសត្វដែលបានថែរក្សាប៉ុន្តែអាសៀអ្នកដើម្បីតកូនទៅខ្ចីលុយជើងរបស់អ្នករបួសហើយមើលទៅហើមធំម្លេះមើលទៅទៅជាបានទៅបានទេគ្នាក្រោយទៀតត្រូវហើយអាបងក្រោយមកអ្នកមិនត្រូវនិយាយរឿងនេះប្រាប់កូនទេណាល្អហើយ Bà Pê và Lía ban còn lòng phật tới dạng lươn. Mùi của Prích Phnếch khmênh chẳng bì nẹ có ban chô riêng hỏi.
គេថាកាលនៅពីក្មេងមានសុភមង្គលបំផុតមិនដឹងថាមេដាបៃតាដើម្បីតែជីវភាពតែងតែរកលុយ Ôi, hai đứa em mình phải nhập tới kinh. Mình này tìm. Mà, cru thay ngay sai trời băng thay xả là. In trắng à. Chập cho tới kinh sân tử. Mẹ ngay sai cao nè. ម៉ាក់គ្រូរបស់ខ្ញុំថាថ្លៃសាលាបងថ្លៃខ្លាំងណាស់ Mà ai nè ta pi ngay sai. Phải nhập kinh tử. Thầy lót ngay sai cao tới riêng mình rồi. Mà bắt chị bàn triêm hai men tê. Miên phải nhập kinh tử. Cái lô ngay sai cao tới riêng mình rồi. Áo vàng hay là với mưa mình toàn trở là màu vinh thiên. Bắt chị phải nhập đó sạp. Hai, giúp chơi tiền. Vì dạng tiền mình đang tắc chơi lôi ban dạng mạch tê. Áo vàng, nhạc chơi lôi ban dạng mạch hai. អើយខាងអាសយខ្ញុំបានសួរហើយខាងអាអ៊ីក៏បានទៅរកពួកគេដែរគ្រប់គ្នានិយាយថាថ្មីនេះនៅចុងក្រោយនេះនៅសល់តែខាងសាមសូកុងក៏មានតែ150កាក់អាចឲ្យខ្ញុំខ្ចីបាន 150 ca. Nếu có nơi tay mình group đây. Thôi dùng mạch tử. Nhưng mình men miên rõ áp đạ lôi men tế. មែន Thật tốt này miên យើង cả មិន băng មែន lúa. មានប្រអប់ដាក់លុយមែនទេ Trơ. ត្រូវបញ្ញាប់បន្តិច Rọt mướn. Asia ហេតុអ្វីនៅសល់តែប៉ុណ្ណឹងត្រឹមតែ20បាទមិនគ្រប់ Chúng ta nè phải nhập từ xâm ra sân tử đâu. Viên chúng chân từ đâu vị thi hỏi. Asia ឥឡូវពាក់កណ្ដាលត្រៀតហើយអ្នកទៅរកវិធីនៅណា Mà chỉ viên vị thi hai nè từ xâm ra tử. អ្នកខ្លួនឯងទៅប្រយ័ត្ន Lo ណា hỏi. ឥឡូវកណ្ដាលត្រៀតឲ្យទៅរកវិធីអាណាពិតជាដល់ពេលបងថ្លៃសាលារដងហើយយប់ជ្រៅម្លេះហើយ អាសៀទៅខ្ចីលុយនៅណាពិតប្រាកដអាសៀអ្នកខ្ចីបានទេឥឡូវយប់ណាស់ហើយយប់ជ្រៅហើយទៅខ្ចីលុយនៅឯណា Chúng có chay à chú này. Khang ấy có chay này. Bố cái sắp tại tha con trơ băng thay xà lanในថ្ងៃស្អែក ខ្ញុំក៏គិតរកវិធីអត់ចាញ់ខ្ញុំក៏យកខ្សែកដែលម៉ាក់ទុកឲ្យខ្ញុំនោះទៅលក់បាត់ហើយ អាសៀអ្នកខ្ចីបានទេ มันអាចទៅរួចទេតែឲ្យកូនទៅសាលានៅថ្ងៃស្អែកគ្មានថ្ងៃបើកសាលា យកខ្សែកនោះទៅលក់អើយអាសៀអ្នកមិនមែនតែងតែនិយាយថាខ្សែកនោះគឺជាវត្ថុអ្នកស្រឡាញ់បំផុតឬទេដែលម៉ាក់របស់អ្នកទុកឲ្យអ្នកឬហេតុអ្វីយកទៅលក់បាត់ ល្អហើយអ្នកប្រញាប់ទៅសម្រាប់ទៅខ្ញុំនៅមានខោអាវពី3សម្រាប់ត្រូវដេកឲ្យគេនៅថ្ងៃស្អែកអ្នកទៅសម្រាប់ទៅ អញ្ចឹងអ្នកខ្លួនឯងកុំនៅយប់ជ្រៅពេក អូអើវិញសភៅរបស់ខ្ញុំទុកនៅសាលាភ្លេចយកមកអ្នកទៅផ្ទះសិនទៅខ្ញុំត្រឡប់ទៅយកនៅសាលាសិនហេតុអីចាំម្លេះមិត្តរួមថ្នាក់ហើយត្រឡប់ទៅយកទៀតទៅផ្ទះមុនលាហើយ
ត្រូវហើយគឺជាកូនហុងជីមែនទេជីហុងមកនេះជីហុងហេតុអីបានឃើញប៉ាម៉ាហើយបែរមុខដើរចេញមិនអីទេគាត់ភ្លេចរបស់ត្រឡប់ទៅសាលាយកអត់ថាមិនឃើញច្បាស់ជាឃើញមិនមែនទេអ្នកទាំងពីរនៅទីនេះរឹសរាមអៀតចាយជើងម៉ាក់ពិការទៀតបើមិនត្រូវមិត្តរួមថ្នាក់ឃើញពិតជាខ្មាស់គេស្លាប់ហើយមើលក្មេងប្រុសម្នាក់នេះក៏មិនគិតមើលផងពួកយើងធ្វើបែបនេះរាល់ថ្ងៃគឺដើម្បីអ្នកណាពិតប្រាកដខឹងដល់ស្លាប់ហើយល្អហើយកូនក៏ទៅផ្ទះហើយពួកយើងចូលញ៉ាំត្រឡប់ទៅផ្ទះវិញទៅធ្វើបាយឲ្យកូនញ៉ាំហើយទៅមានអ្នកនៅផ្ទះទេសុំសួរមានអ្នកនៅផ្ទះទេសុំសួរអ្នកគឺខ្ញុំសួស្ដីខ្ញុំជាគ្រូរបស់ជីហុងគ្រូសុំចូលអរគុណគ្រូសុំអង្គុយចោសុំសួរជីហុងគាត់នៅផ្ទះទេជីហុងទៅសាលារៀនហើយគាត់ទៅសាលាប៉ុន្តែគាត់អត់ទៅសាលាពី3ថ្ងៃហើយដូច្នេះខ្ញុំគិតថាប្រញាប់មកសួរនាំស្ថានភាពរបស់គាត់ពី3ថ្ងៃគាត់រាល់ថ្ងៃសុទ្ធតែពេលកាបោកប្រាប់ខ្ញុំថាគាត់ទៅសាលារៀនកូននេះរត់ទៅណាឲ្យពិតប្រាកដថ្មីនេះស្ថានភាពរបស់ជីហុងមិនល្អទេពេលរៀនតែងងងុយទេលទ្ធផលក៏ធ្លាក់ចុះខ្លាំងគ្រូអរគុណអ្នកចាំគាត់ត្រឡប់មកខ្ញុំនឹងសួរនាំគាត់ឲ្យច្បាស់ហើយសូមអ្នកជួយចាត់ទុកដាក់គាត់បន្ថែមហើយយកខ្ញុំសូមលាសិនហើយខ្ញុំនៅមានគ្រូផ្សេងទៀតដែលត្រូវទៅសួរសុខទុក្ខគ្រូពិសាទឹកមួយកែវសិនទៅមិនអីទេអញយកខ្ញុំសូមលាទៅសិនហើយគ្រូអរគុណអ្នកមិនអីទេលាហើយកូននេះកំពុងធ្វើអីបាទខ្ញុំត្រឡប់មកវិញហើយខ្ញុំឃ្លានណាស់ជីហុងម៉ាក់សួរអ្នករត់ទៅណាពី3ថ្ងៃនេះទៅរៀនអ្នកទៅរៀនអ្នកហ៊ានកុហកទៀតម៉ាក់វាញ៉ាឲ្យស្លាប់រសៀលនេះគ្រូបានមកសួរសុខទុក្ខនៅផ្ទះថាអ្នកអត់ទៅសាលារៀនពី3ថ្ងៃហើយអ្នកថាអ្នករត់ទៅណាពិតប្រាកដអ្នកហ៊ានកុហកទៀតម៉ាក់វាញ៉ាឲ្យស្លាប់ខ្ញុំទៅធ្វើការរោងចក្រជើងពិការរបស់អ្នកមើលទៅអាក្រក់ណាស់ធ្វើការរើសម្រាមអេតចាយទៀតបើមិនត្រូវមិត្តថ្នាក់របស់ខ្ញុំមើលឃើញហើយពិតជាខ្មាស់គេស្លាប់ហើយដូច្នេះខ្ញុំទៅធ្វើការនៅរោងចក្រមួយថ្ងៃអាចរកបាន5កាក់អ្នកអត់ទៅរៀន កូននេះពិតជាអ្នកក្រៅក្រែមកចង់ដោយពួកយើងគ្មានសេចក្តីសង្ឃឹមទេឬប៉ាម៉ាគឺដោយសារអត់បានរៀនសូត្រឲ្យលេងទៅមកធ្វើការងារបែបនេះខាត់បងខ្ញុំនឹងប៉ាអ្នកតាំងពីព្រឹកដល់យប់គាត់ខំធ្វើការអត់ឈប់ឈរមិនហ៊ានសម្រាកដើម្បីអ្វីគឺដើម្បីឲ្យអ្នករៀនសូត្រខ្លាចអ្នកអត់ឃ្លានខ្លាចអ្នករងាខ្លាចអ្នកប្រៀបធៀបជាមួយអ្នកដទៃមិនបានថ្ងៃនេះអ្នកពិតជាធ្វើឲ្យខ្ញុំឈឺចាប់ណាស់ធ្វើឲ្យខ្ញុំអស់សង្ឃឹមណាស់ម៉ាខ្ញុំដឹងថាខ្ញុំខុសហើយក្រោយមកខ្ញុំលែងទៅធ្វើការនៅរោងចក្រទៀតហើយខ្ញុំនឹងតាំងចិត្តរៀនសូត្រខ្លាចជាសិស្សល្អម្នាក់ជីហុងអ្នកត្រូវចាំពាក្យដែលអ្នកនិយាយថ្ងៃនេះដឹងទេដឹងក្រោយមកត្រូវតែខ្លាចជាមនុស្សដែលមានសេចក្តីសង្ឃឹមដឹងឬទេល្អហើយក្រោតឡើងឃ្លានហើយ
ម៉ាននាំអ្នកចូលទៅក្នុងផ្ទះបាយញ៉ាំអីបន្តិច ថ្ងៃខែបានកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃក្មេងទាំងពីរអ្នកនេះមិនដឹងខ្លួនក៏ធំដឹងក្តីហើយជាហុងរៀននៅសាកលវិទ្យាល័យនៅតៃប៉េចំណែកអាហ៊ួយក៏បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហើយអាវងសូមអបអរសាទរអាសៀអាចុងបងមកហើយអាសៀសូមអបអរសាទររឿងអីអាហ៊ុយផ្ទះរបស់អ្នកបាទអ្នកអាហ៊ុយនឹងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហើយពេលនេះអ្នកទាំងពីរស្រួលខ្លួនហើយសុទ្ធតែជាការថែទាំខ្ញុំច្រឡំមកហើយរបស់អ្នកទាំងពីរអត់បានជូនគ្នាយូរហើយមិនអីទេបាទមានការដើរលេងច្រើនមនិតស្មានថាឥឡូវខ្លាចជានិស្សិតសាកលវិទ្យាល័យទៅហើយអាចចាប់ផ្ដើមរកលុយបានហើយខ្ញុំសាច់ជាមួយគាត់ទៀតហើយលើគាត់ជានារីដែលធំពេញវ័យគួរឲ្យស្រឡាញ់ហើយប៉ាម៉ាខ្ញុំមានរឿងចង់ពិភាក្សាជាមួយបណ្ឌិតបាទខ្ញុំចង់ទៅអាមេរិកដើម្បីរៀនបន្តវិញ្ញាបនមួយទៀតចឹងគាត់ទៅរៀនតនៅបណ្ឌិតត្រូវហើយបាទប៉ុន្តែអាហ៊ុយចុះថ្លៃចំណាយប្រហែលជាងប៉ុណ្ណោះបាទអាវងរឿងអីបាទចឹងខ្ញុំទៅរៀនតនៅបណ្ឌិតអាហ៊ុយផ្ទះយើងពិតជាគ្រួសារយើងពិតជាមានកូនជាអ្នកបណ្ឌិតល្អបាទ200000អូថ្លៃម្លេះបាទអាវងរៀនសូត្រឯណាថាថោកនោះយ៉ាងនេះក៏តិចយ៉ាងតិចក៏200,000ដែរអូ200,000បានមួយទៀតណាសូមអង្វរសូមអង្វរប៉ាម៉ាខ្ញុំពិតជាចង់រៀនណាសូមអនុញ្ញាតឲ្យខ្ញុំទៅផងសូមអង្វរល្អហើយអ្នកទៅសម្រាប់ខាងក្នុងសិនទៅរឿងនេះប៉ាម៉ានឹងគិតរកវិធីហើយប៉ុន្តែអរគុណប៉ាម៉ាអាសៀ200,000ណាយើងមានលុយណាច្រើនម្លេះប្តីខ្ញុំចង់ពិភាក្សារឿងមួយជាមួយអ្នកបានទេរឿងអីយើងលក់ផ្ទះទៅឲ្យអាហ៊ុយទៅរៀនបន្តនៅបរទេសលក់ផ្ទះនេះហេតុអីបានអាចធ្វើទៅរួចផ្ទះនេះគឺជាដូនតារបស់យើងដែលបានកាត់ខំប៉ុន្តែនេះមិនអាចឲ្យគាត់និយាយក្រោយៗមកថាយើងមិនបានបង្ហាត់បង្រៀនគាត់ឲ្យបានល្អទេអាចង់បងអ្នកមិនមែនជាអ្នកធ្វើការទិញលក់ផ្ទះទេឬរំខានអ្នកជួយមើលឲ្យយើងផងផ្ទះនេះមានតម្លៃប៉ុន្មានប្រហែលជាបានទេហេតុដូចនេះហេតុអ្វីបានជាអាចលក់បានត្រូវហើយធ្វើបែបនេះទៅគ្រប់ថ្លៃចំណាយឲ្យអាហ៊ុយទៅរៀននៅបរទេសចង់លក់មែនទេអ្នកពិតជាចង់លក់មែនទេផ្ទះរបស់អ្នកនេះប្រហែលជាតម្លៃមានតម្លៃ200,000ប៉ុន្តែបើផ្ទះនេះលក់ហើយទុកនឹងត្រូវហើយតែយើងទ្រោះនៅណាដល់ពេលនោះច្បាស់ជាមានវិធីហើយត្រូវហើយក្បែរផ្ទះយើងមិនមែនមានចម្រោកស្រូវមួយទេឬបន្ទប់នោះយើងរៀបចំវាឲ្យមានតែបែបនឹងហើយពិតជាមេដាបៃតាគ្រប់ទិសទីមែនបងអញ្ចឹងរំខានអ្នកទាំងពីរបានទេល្អហើយខ្ញុំនឹងទៅរកអ្នកមកជួយអញ្ចឹងខ្ញុំពឹងអ្នកទាំងពីរទាំងស្រុងហើយល្អហើយតោះយើងទៅមុនហើយមកប្រញាប់ទៅធ្វើការទៅត្រូវត្រៀមថ្លៃចំណាយឲ្យច្រើនបន្តិចឲ្យអាហ៊ុយទៅរៀននៅបរទេសក្រោយពីអាសៀលក់ផ្ទះរួចគឺគ្រប់គ្រាន់សម្រាប់ថ្លៃចំណាយឲ្យអាហ៊ុយទៅរៀនតនៅបរទេសអាហ៊ុយទៅអាមេរិកបានបន្តថ្នាក់បញ្ញាបត្របណ្ឌិតបាទហើយក៏លែងត្រឡប់មកវិញទៀតអាហ៊ុយបញ្ចប់ការសិក្សានៅថ្នាក់បណ្ឌិតហើយក៏បានទៅធ្វើការនៅតៃប៉េអាវងដើម្បីកូនខិតខំធ្វើការហួសហេតុដល់រហូតដល់កើតជំងឺមហារីកថ្លើមក៏លាចាកលោកទុកឲ្យអាសៀនៅម្នាក់ឯងរាល់ថ្ងៃតែងទន្ទឹងរង់ចាំកូនរបស់គាត់ត្រឡប់មកវិញ
កូនឃ្លាតឆ្ងាយពីក្បែរដូចជាកាត់សាច់មួយដុំចេញពីខ្លួនពិតជាពិបាកទទួលយកណាស់តែនេះទុកឲ្យខ្ញុំម្នាក់ឯងពិតជាឯកាណាស់ពិតជាសោកសៅណាស់ អាសៀ អាចង់បងចង់ខ្ញុំអាចង់បងរស់សុស្ដីហេតុអ្វីយូរម្ល៉េះមិនឃើញ ត្រូវហើយលើកនេះពួកយើងទៅតៃប៉េបានជួបជីហុងគាត់សរសេរសម្បត្តិមួយច្បាប់ឲ្យអ្នក ពិតទេ ត្រូវហើយមើលទៅអ្នកឃើញជីហុងនៅផ្ទះពិតនៅផ្ទះអ្នកពិតជាគួរឲ្យកោតសរសើរណាស់ឥឡូវនេះជាអគ្គនាយកក្រុមហ៊ុនមួយ 500រៀលនេះខ្ញុំពីយើងដើរលេង អូឮថាជីហុងនឹងរៀបការមួយកូនស្រីប្រធានក្រុមប្រឹក្សាពិបាលហើយអ្នកនឹងខ្លាចជាម្ដាយក្មេកគេហើយអ្នកប្រញាប់មើលសម្បត្តិទៅនឹងដឹងហើយ សំហើយអាចង់បងជាងផ្ទះយើងហៅខ្ញុំទៅផ្លាស់ទៅរស់នៅតៃប៉េជាមួយពួកគេថែមទាំងត្រូវជួយរៀបចំពិធីមង្គលការគាត់ទៀត អាសៀកូនប្រុសបានហៅហើយអ្នកត្រូវតែទៅបញ្ញាប់ទៅត្រៀមខ្លួនទៅតៃប៉េឲ្យពួកគេមកគោរពប្រតិបត្តិនេះអរគុណអាចង់បងអីយកខ្ញុំប្រញាប់ទៅត្រៀមឲ្យបានហើយ ខ្លួនទៅឲ្យយើងទៅមុនហើយពួកយើងចាក់ចេញទៅមុនហើយល្អណាស់ជីហុងរបស់យើងរៀបការហើយខ្ញុំប្រញាប់ទៅតៃប៉េខ្ញុំត្រូវប្រញាប់ទៅត្រៀមចំឲ្យបានហើយ ថ្ងៃនេះអាសៀជីឡានឡើងទៅទិសខាងជើងគឺក្រុងតៃប៉េដល់តៃប៉េហើយតាមអាសយដ្ឋាននៅលើសម្បត្តិរកឃើញកន្លែងដែលជីហុងនៅជីហុងដូចជាមានគេហៅឈ្មោះចៅហ្វាយយើងជីហុងលោកយាយអ្នកចង់រកអ្នកណាក្មេងស្រីកូនប្រុសខ្ញុំជីហុងនៅទេកូនប្រុសនេះមិនអាចទេអ្នកស្លៀកពាក់ស្រែម្លេះចៅហ្វាយយើងមិនអាចជាកូនប្រុសរបស់អ្នកទេខ្ញុំថាអ្នករកទៅកន្លែងផ្សេងទៀតទៅក្មេងស្រីអាស័យដ្ឋាននេះច្បាស់ណាស់គឺនៅទីនេះមិនខុសទេជីហុងម៉ាខ្ញុំមិនកំពុងតែយល់សប្តិទេឬឃើញម៉ាក់ខ្ញុំសប្បាយចិត្តណាស់ម៉ាចូលអង្គុយខាងក្នុងម៉ាក់យើងអត់បានជួបគ្នាយូរហើយម៉ាក់ថ្មីនេះមិនអីទេម៉ាសូមចូលខាងក្នុងម៉ាក់ល្អណាស់ជីហុងផ្ទះរបស់អ្នកស្អាតណាស់ម៉ាក់ចង់មកតៃប៉េហេតុអ្វីមិនប្រាប់ខ្ញុំមួយម៉ាត់ខ្ញុំអាចទៅដឹកម៉ាក់បានម៉ាក់ដឹងថាអ្នករវល់ការងារណាគ្រាន់តែលើថាអ្នករៀបការហើយម៉ាក់សប្បាយចិត្តណាស់ប្រញាប់ប្រញាល់ក៏ចេញពីភាគខាងត្បូងមកសុំទោសគាត់អ្នកណាស្លៀកពាក់ស្រែម្លេះហើយអ្វីមានមនុស្សស្រែម្នាក់នេះទីនេះមិនមែនជាអាសៀនហើយទេឬកុំនិយាយបែបនេះមកខ្ញុំណែនាំអ្នកបន្តិចគាត់គឺជាម៉ាក់របស់ខ្ញុំគឺម្ដាយក្មេករបស់អ្នកម៉ាក់រូបរាងស្អាតមែនលីលីគឺលីលីកូនស្រីប្រធានក្រុមប្រឹក្សាពិបាលគឺកូនប្រសាម៉ាក់មិនបានយកអីមកទេនេះជាវត្ថុតំណក់តំណែងរបស់គ្រួសារយើងអ្នកទទួលយកមិនបាច់ទេរបស់បរទេសនេះក៏មិនហ៊ានយកមកដែរគាត់ដើរបដោក្តាំងនិយាយគ្រប់ហើយនៅខ្ញុំត្រូវតែឲ្យគាត់ចូលរួមពិធីមង្គលការជីហុងកុំឆ្លោះគ្នាបើដូច្នោះទេយើងមិនបាច់រៀបការទេ
ខ្ញុំនៅផ្ទះមើលផ្ទះហើយអ្នកលឺទេយ៉ាងណាក៏ដោយខ្ញុំមិនចង់បានវិធីមង្គលការ មិនថាយ៉ាងម៉េចទេខ្ញុំត្រូវតែអញ្ជើញមកខ្ញុំចូលរួមពិធីឲ្យបានមកខ្ញុំសុំទោសហេតុអ្វីកើតឡើងបែបនេះខ្ញុំប្រាប់អ្នកមែនទេថ្មីនេះអ្នកចិត្តខាងសត្វតែចម្លែកបន្តិចហើយលើបង្កើតមែនហើយឡើងបែបនេះគឺតែងតែចង់ឲ្យបង្ហាញគឺយាយចាស់នោះគឺម៉ាននេះហើយបានអ្នកមកទៀតហើយគាត់ចេញចូលរាល់ថ្ងៃគាត់ជាខ្មាស់គេណាស់អ្នកនិយាយគ្រប់ហើយឬនៅយកលុយថាឲ្យគាត់ត្រឡប់ទៅជនបទវិញទៅការគួសមទេពិតជារំខានដល់ជីវិតខ្ញុំណាបើអ្នកចង់ប្តឹងទៅប្តឹងទៅខ្ញុំគ្មានការអប់រំអ្នកគឺជាអ្នកហ៊ានណាអ្នកត្រូវប៉ាអ្នកប្រឡាយហូបទៅហើយប្តឹងប៉ាខ្ញុំអ្នកក៏មិនគិតថាថ្ងៃនេះកិត្តិយសនិងតំណែងរបស់អ្នកមកពីណាអាវ៉ាហើយអ្នកទុកខ្ញុំនៅលើโลกនេះអាហួយហើយអ្នកមិនត្រឡប់មកមើលម៉ាម៉ាណាក់អ្នកណាអាហួយហេតុអីកើតរឿងបែបនេះហេតុអីកើតរឿងបែបនេះហេតុអីកើតឡើងបែបនេះថ្ងៃនេះដូចជាមិនឃើញយាយចាស់ទេខ្ញុំឡើងទៅមើលសិនយាយចាស់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 ហេតុអីនៅទីនេះមានសម្បត្តិមួយច្បាប់ប្រញាប់យកតើចៅវាយមើលសិនចៅវាយមិនល្អហើយចៅវាយម៉ែរបស់អ្នកអត់នៅបន្ទប់ទេគាត់ទុកសម្បត្តិមួយច្បាប់ឲ្យអ្នកជីហុងលីមកបានកាត់ពិចារណាម្ដងទៀតនៅតែចង់ត្រឡប់ទៅរស់នៅជនបទឃើញអ្នកទាំងពីររវល់ការងារណាស់ម្យ៉ាងទៀតមិនអាចជួយអីបានទេម៉ាក់មានអារម្មណ៍ថាពិបាកចិត្តណាស់តាមពិតទៅនៅក្នុងជីវិតរបស់ម៉ាក់គ្រាន់តែសង្ឃឹមថាអ្នកទាំងពីរជាប្តីប្រពន្ធអាចរស់នៅជាមួយគ្នាដោយសុភមង្គលរឿងរបស់អ្នកទាំងពីរគឺសំខាន់ជាងម្យ៉ាងទៀតអ្នកចិត្តខាងរបស់យើងក៏នឹងជួយមើលថែគ្នាទៅវិញទៅមកដូច្នេះអ្នកទាំងពីរកុំបារម្ភពីម៉ាក់ខ្ញុំសូមអភ័យទោសចំពោះការមិនកតញ្ញូរបស់កូនពីថ្ងៃនេះខ្ញុំដោះស្រាយការងាររួចខ្ញុំនឹងប្រញាប់ត្រឡប់ទៅជួបម៉ាក់ភ្លាមនោះមិនមែនអាសៀតទេឬត្រូវហើយ
អាសៀហេតុអីត្រឡប់មកវិញហើយអ្នកមិនមែនទៅរស់នៅជាមួយកូនអ្នកនៅតែប៉ែមែនទេហេតុអ្វីត្រឡប់មកវិញលឿនម្ល៉េះអាសៀហេតុអ្វីត្រឡប់មកវិញហើយត្រូវហើយអ្នកមិនមែនតែពេកដោយសើសោកទេឬគឺពួកគេធ្វើមិនដល់អ្នកមែនទេមិនមែនទេអាចង់បងជីហុងកូនប្រសាខ្ញុំល្អដាក់ខ្ញុំណាគោរពប្រតិបត្តិខ្ញុំណាកូនតែខ្ញុំខ្លួនឯងមិនស៊ាំនឹងជីវិតនៅតែពេកមួយជីវិតរបស់អ្នកលះបង់ដើម្បីពួកគេច្រើនម្ល៉េះតែពេកឲ្យពួកគេមកគោរពប្រតិបត្តិអ្នកជារឿងដែលត្រូវធ្វើហេតុអីរស់នៅមិនសមទៅវិញអាចង់បងចិញ្ចឹមកូនគឺជាកតាបកិច្ចម្យ៉ាងទៀតត្រឡប់មកជនបទគឺស្មជាងម្យ៉ាងទៀតខ្ញុំអ្នកនឹកអ្នកទាំងពីរណាត្រឡប់មកវិញល្អហើយត្រឡប់មកវិញល្អហើយមកមើលអាសៀហេតុអ្វីហេតុអ្វីអាសៀដេកកាប់មុខនោះអញ្ចឹងអាសៀហេតុអ្វីដេកកាប់មុខនៅទីនេះអាសៀហេតុអ្វីកាត់រឿងឡើងបែបនេះអាសៀតើអ្នកបញ្ជូនកាត់ទៅពេទ្យខ្ញុំទៅក្រុងតែពេទ្យទៅហៅជីហុងត្រឡប់មកវិញអាសងស្រីជងខ្ញុំចង់រកជីហុងឆាប់បញ្ញាប់ត្រឡប់ទៅវិញផ្ទះមានកើតរឿងអីមែនម៉ាក់របស់អ្នកឈឺហើយម្យ៉ាងទៀតឈឺធ្ងន់ណាស់ប្រហែលថ្ងៃមុនមិនមែននៅល្អទេឬខ្ញុំក៏មិនដឹងដែរឆាប់លោកចង់រកអ្នកណាខ្ញុំរកជីហុងម៉ាក់ខ្ញុំឈឺហើយយើងបញ្ញាប់ឡើងគ្រប់គ្រាន់ហើយលីលីខ្ញុំដឹងហើយហេតុអ្វីបានជាអាសៀមូលហេតុដែលឈឺអ្នកប្រាប់គាត់កុំសម្ដែងបានទេប៉ុន្មានថ្ងៃមុនមិនមែននៅល្អទេឬខ្ញុំដឹងហើយហេតុអ្វីបានជាម្ដាយខ្ញុំនឹងនៅតែប៉ែមិនបានអ្នកទាំងពីរអាសៀនឹងនៅតែប៉ែមិនបានសុទ្ធតែជាកូនមិនកតញ្ញូកូនប្រសាមិនកតញ្ញូអ្នកគឺជាមនុស្សឈួតមកពីណាគឺជាមនុស្សឈួតមកពីទីណាមួយជីវិតរបស់ម៉ាក់របស់ជាហុងនឹងលះបង់ដើម្បីជាហុងធំប៉ុណ្ណាតើអ្នកដឹងថាហេតុអ្វីអ្នកត្រូវម៉ាក់របស់គាត់ត្រូវពិការជើងទេថ្ងៃនេះបើមិនមែនម៉ាក់របស់អ្នកទេអ្នកមិនអាចរស់នៅដល់ឥឡូវទេតាមពិតជាហុងកាលពីកើតបាន2ខែជាងក៏កើតជំងឺរលាកស្រោមខួរអាសៀដើម្បីជួយរកថ្លៃពេទ្យព្យាបាលជំងឺជាហុងទៅចៃដន្យត្រូវឡានបុកកើតថែមទាំងផ្ដាំទៅទៀតថាកុំឲ្យជីហុងដឹងគឺប៉ាលួចប្រាប់ខ្ញុំអ្នកទាំងពីរមានមនសិការណាស់មនសិការរបស់អ្នកទាំងពីរនៅឯណាខឹងដល់ស្លាប់ហើយអាចុងចាំយើងបន្តិចម៉ាខ្ញុំត្រឡប់មកវិញហើយម៉ានៅឯណាម៉ាអាសៀអើយត្រឡប់មកវិញហើយអើយម៉ាខ្ញុំត្រឡប់មកវិញហើយម៉ាអើយពិតជាអ្នកមែនមកក៏បងយកសោតទេម៉ាខ្ញុំត្រឡប់មកវិញហើយអើយម៉ានឹងអ្នកណា
ត្រឡប់មកវិញល្អហើយហេតុអីយំម៉ាខ្ញុំខុសហើយខ្ញុំកាលពីដើមមិនគួរលងនឹងការភាពស្រស់ស្អាតទៅសម្ដែងធ្វើជាអ្នកមានជាមួយគេថែមទាំងមើងងាយម៉ាក់និងប៉ាទីបំផុតខ្ញុំទទួលកម្មផលហើយមានរឿងអីលំបាកនិយាយប្រាប់ម៉ាក់យឺតប្តីខ្ញុំមានស្រីខាងក្រៅហេតុអីបាននេះមនុស្សតែគេសតែឈរនៅខាងស្រីនោះរួមកម្លាំងគ្នាធ្វើបាបខ្ញុំពេលយើងលែងលះគ្នាហើយហេតុអីកើតរឿងបែបនេះម៉ាប្រហែលឆ្នាំនេះអត់បានត្រឡប់មកជួបម៉ាអាចអភ័យទោសឲ្យខ្ញុំទេក៏លងងអ្នកគឺជាការភ្នែកនិងទ្រព្យដ៏មានតម្លៃរបស់ម៉ាក់ជីនេះអាចង់មុនម៉ាក់ខ្ញុំហេតុអ្វីមើលទៅអាក្រក់ម្ល៉េះសត្វតែនឹកអ្នកជាបងប្អូននឹកដល់កើតឈឺម៉ាខ្ញុំលែងចាក់ចេញពីម៉ាក់ទៀតហើយម៉ាក់ត្រូវតែថែទាំខ្លួនឯងឲ្យបានល្អណាស់ម៉ាអើយម៉ាក់ប្រាប់អ្នកផ្លូវជីវិតវែងណាស់យូរណាស់អ្នកត្រូវក្លាហានត្រូវរងមាំដឹងទេខ្ញុំដឹងខ្ញុំគ្មានសំណាងអាចនៅក្បែរអ្នកទៀតទេម៉ាកើតអីម៉ាកើតអីអាចចង់អាសៀសាលីមិនត្រូវទេខ្ញុំប្រញាប់ទៅរកប៉ែតហេតុអីបិណ្ឌជាទៅច្បាប់ហ្នឹងម៉ាប៉ែតម៉ាកុំធ្វើខ្ញុំព្រាបម៉ាកើតអីម៉ាប៉ែតអាសៀអាចចង់យឺតពេកហើយអាសៀស្លាប់ហើយហេតុអីក៏ឡើងបាននេះ